បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញ Highlander មួយគ្រឿងសម្រាប់បងប្អូនដែលស្វែងរកប្រភេទ Highlander បាទយើងមាន stock មួយគ្រឿងបាទមួយគ្រឿងនេះយើងមានគុជបាទយើងមាន UV រួចរាល់អស់ហើយបាទពន្ធផ្លូវឈីអីយើងឡើងអស់ហើយបាទ Highlander មួយគ្រឿងនេះ01 limited បងប្អូនបាទបើកដបូលណាបងប្អូនណា JBL បងប្អូនអាចមើលមកជុំបានបាទស្កុតតាគៀកស្កុតអីនៅទាំងអស់បាទ limited បងមួយបងប្អូនណា stop អីយើងដូរលេងអស់ហើយបងប្អូនស្អាតណាបងប្អូនបាទចឹងសម្រាប់បងប្អូនឆ្លាញ់ពេញចិត្តបាទប្រភេទ Highlander បាទ01ពង1 limited បាទបងប្អូនដែលរកពង1បាទមកមើលមកគ្រឿងនេះបានបាទខាងក្នុងស្អាតបាទបាស JBL យើងលេងបញ្ញា touch screen ហើយស្រីបាទបងប្អូនអាចមើលបានយើងមានកាមេរ៉ា record បាទយើងមានបញ្ញា touch screen បាទហើយបងប្អូនមើលអេតាខាងក្នុងបាទស្អាតភ្លឹងបងប្អូនណាបាទអេតាមកខាងក្រោយបងប្អូនបាទតាយើងចូលផ្នែកខាងតកង់ម្ដងសើមតន្តិចថាប៊ិចភ្លៀងបងប្អូនបាទភ្លៀងអូននៅសៀមរាបភ្លៀងរហូតគុជលេងស្អាតបងប្អូនជាគៀងមកលេងស្អាតណាយើងមកមើលអេតាខាងនេះម្ដងបងប្អូនបាទស្អាតក្លុកក្លៀតអីស្អាតបងប្អូនណានេះយើងនេះបើកទ្វលបាទនៅដំណើរការទាំងអស់ណាបងប្អូនណាបាទ limited 01ពង1 limited បាទបើកទ្វលបានបាទមានក្មេងមានអីជីដើរលេងអីស្រួលបងប្អូនបាទបើកឲ្យមើលទេសភាពហើយនេះវត្ថុបងប្អូនណាសិនតិចល្អណាស់បងប្អូនដឹងហើយថាប្រើ Highlander បាទនេះវត្ថុអីតែលឺល្ងំបងប្អូនតែមកកាមនេះណាបាទធីមអញ្ចឹងបានលែងមានការប្រកួតប្រជែងអីសោះលើចាឥឡូវអញ្ចឹងឯងទៅលើអត់បានចង់ខែទៀតឥឡូវក្រាលជើងយើងដកសម្អាតយើងមានក្រាល VIP ហើយស្រីបាទអញ្ចឹងនៅឃ្លាំងចិត្តពេញហ្នឹងឯណាអត់ទៅទឹកខែទៀតមើលប្លុកខាងក្រោយទាំងអស់គ្នាបាទអេតាស្អាតណាស់បងប្អូននៅខាងក្រោយបងប្អូនណាមើលជាងអីស្អាតបងប្អូនណាឡានអត់បានមិនឡានលុតឡានដឹកឡានអីទេបានជាងមកស្អាតអូខេសម្រាប់បងប្អូនស្រឡាញ់ពេញចិត្តបាទបងប្អូនអាចតាក់ទងបានយើងអាចរំលោះបានមួយគ្រឿងនេះបាទ01បាទតម្លៃគិតឲ្យបងប្អូនតម្លៃសមរម្យទេបងប្អូនស្រឡាញ់ពេញចិត្តអាចតាក់ទងមកបានណាបងប្អូនណាមួយខែយើងអាចបង់200ជាងទេបាទ200ជាងទេចឹងបងប្អូនដែលស្រឡាញ់ពេញចិត្តប្រភេទ Highlander បាទយើងមានឈ្នន់កាងលើបាទគុជកាមេរ៉ា record មុខក្រោយមាន UV មានកណ្ដាលជើងមានបញ្ញា touch screen យើងមានមួយ set អស់ចឹងបងប្អូនយកទៅប្រើអត់បារម្ភទេយើងមានការតុបតែងរួចរាល់អស់ហើយបាទទាំងពន្ធផ្លូវបងរួចបាទឈីអីរួចរាល់អស់ចឹងបងប្អូនចាត់តែសាំងជីអូខេបងប្អូនស្រឡាញ់ពេញចិត្តអាចតាក់ទងបានបាទសម្រាប់ព័ត៌មានរំលោះសម្រាប់ព័ត៌មានទិញលុយសុទ្ធក៏ដូចជាវៃដូបាទបងប្អូនអាចឆាតមកចូល page ខ្ញុំផ្ទាល់បានអរគុណច្រើនបងប្អូនជួបនៅវីដេអូក្រោយ